ឧបតហេតុដ៏សាហាវនៅលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដែលបានកើតឡើងផ្ទួនគ្នាចំនួន3លើកនៅក្នុងរយៈពេលមួយសប្តាហ៍នៅក្នុងប្រទេសថៃកន្លងទៅនេះបានជំរុញឲ្យរដ្ឋាភិបាលចាំផ្ទះថៃបញ្ជាឲ្យផ្អាកគម្រោងសាងសង់របស់រដ្ឋនិងលុបចោលកិច្ចសន្យាចំនួន2ជាមួយក្រុមហ៊ុនអភិវឌ្ឍ ITD ដែលជាអ្នកម៉ៅការធ្វើការសាងសង់គម្រោងដែលកើតមានឧបតហេតុនេះលោកអនុទានឆានវិរៈកុលនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃបានស្ដីបន្ទោសថាក្រុមហ៊ុននេះបានបរាជ័យក្នុងការការពារសុវត្ថិភាពសាធារណៈក្រោយឧបតហេតុទាំង3លើកនេះបានបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន34នាក់និងរងរបួសចំនួន74នាក់នេះបញ្យងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃលោកអនុទានឆានវិរៈកុលបានអះអាងថារដ្ឋាភិបាលថៃគ្មានជំរឿសអ្វីក្រៅពីការដាក់ចេញបទបញ្ជាខាងរដ្ឋបាលដោយជំនួសឲ្យការប្រើប្រាស់យន្តការកិច្ចសន្យាសំណង់ស៊ីវិលដើម្បីការពារសាធារណជននោះទេក្រោយពីកើតមាននៅឧបតហេតុដ៏សាហាវ3លើកផ្ទួនគ្នាត្រឹមតែមួយសប្តាហ៍ដែលបានបណ្ដាលឲ្យមនុស្សស្លាប់រាប់សិបនាក់និងរងរបួសជាច្រើនអ្នកទៀតរដ្ឋាភិបាលថៃបានសម្រេចបញ្ចប់កិច្ចសន្យាសាងសង់ចំនួន2ជាមួយក្រុមហ៊ុន ITD ភ្លាមបើទោះបីជាកំពុងតែប្រឈមនឹងរឿងរ៉ាវនៅតុលាការក៏ដោយគួររំលឹកថាឧបតហេតុលើកទី1បានកើតឡើងនៅខេត្តនគររាជសីមាកាលពីថ្ងៃពុធទី14ខែមករាដោយដងស្ទួយសំណង់ផ្លូវដែកដ៏ធំបានបាក់ធ្លាក់សង្កត់លើរថភ្លើងដឹកអ្នកដំណើរដែលបណ្ដាលឲ្យមនុស្សចំនួន32នាក់បានស្លាប់និងរបួស69នាក់ចំណែកឧបតហេតុលើកទី2បានកើតឡើងនៅមួយថ្ងៃក្រោយបន្ទាប់ពលគឺនៅថ្ងៃទី15ខែមករាដោយដងស្ទួយសំណង់ដ៏ធំមួយនៅឯការដ្ឋានគម្រោងផ្លូវល្បឿនលឿនមួយនៅលើកំណាត់ផ្លូវរាមាទី2ស្ថិតក្នុងខេត្តសមុទ្រសខុនបានបាក់ធ្លាក់សង្កត់លើរថយន្តមួយគ្រឿងដែលកំពុងធ្វើដំណើរបណ្ដាលឲ្យមានអ្នកស្លាប់ចំនួន2នាក់និង5នាក់ផ្សេងទៀតបានរងរបួសដោយឡែកឧបតហេតុលើកទី3បានកើតឡើងនៅលើកំណាត់ផ្លូវរាមាទី2ដដែលដោយផ្លូវថ្នល់បានបាក់ស្រុតជារណ្ដៅបណ្ដាលឲ្យរថយន្តមួយគ្រឿងរអិលធ្លាក់ទៅក្នុងរណ្ដៅនោះតែមិនបណ្ដាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ